RCU រកឃើញអធិការរងនគរបាលសោកបវែម្នាក់ទទួលលុយពីជនជាតិចិនជនជាតិថៃ$774,000មេខ្លោងក្រុមអនឡាញស្កែលជាធ្នូរងការដោះលែងអង្គភាពប្រឆាំងអំពីពុករលួយ RCU រកឃើញអធិការរងសោកបវែខេត្តបាត់ដំបងម្នាក់ឈ្មោះវុនវាសនាទទួលលុយពីជនជាតិចិនថៃ$774,000ដែលជាខ្លោងស្កែតអនឡាញជាធ្នូរងការដោះលែងខុសច្បាប់បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025នេះក្រៅពីអធិការរងនគរបាលស្រុកបវែលអង្គភាពប្រឆាំងអំពើពុករលួយក៏បានរកឃើញមនុស្សចំនួន5នាក់ផ្សេងទៀតដែលពាក់ព័ន្ធក្នុងករណីការរត់ដោះលែងក្រុមអនឡាញស្កែតនេះក្នុងនោះមានឈ្មោះតំណាងជាយោធាមានខ្លួនឈ្មោះអូវ៉ារ៉ារិនរ៉ាវីជាថៅកែពួកអនឡាញស្កេតចំនួន43នាក់ជាជនជាតិថៃនិងជាអ្នកចំណាយលុយ$774,000រត់ការដោះលែងកូនចៅគេចខ្លួននិងឈ្មោះស្រីផាន់សុបាបជាជនជាតិថៃគេចខ្លួនបើតាមអង្គភាពប្រឆាំងអំពើពុករលួយករណីនេះបានកើតឡើងតាំងពីខែឧសភាឆ្នាំ2025មកម្លេះពលនៅពេលបាត់បញ្ជារបស់នាយកឯកឧត្តមសេនីយ៍សថេតអគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយនឹងមូលដ្ឋានបានចុះប្រតិបត្តិការនៅថ្ងៃទី2ខែឧសភាឆ្នាំ2025នៅក្រុងប៉ោយប៉ែតហើយករណីនេះរកឃើញអ្នកចូលមកស្នាក់នៅព្រមទាំងធ្វើការខុសច្បាប់ជាច្រើនអ្នកក្នុងនោះជាជនជាតិថៃ43នាក់ស្រី20នាក់ដែលធ្វើការបោកប្រាស់តាមអនឡាញនៅយប់ថ្ងៃទី6ខែឧសភាឆ្នាំ2025ឈ្មោះវ៉នវាសនាបានប្រគល់ប្រាក់$284,000ឲ្យទៅឈ្មោះហេងសុកណានៅខេត្តកំពតដើម្បីរត់ការលុកប៉ាន់ដែលមានឈ្មោះមនីសុដារ៉ូជាអ្នកខុបខិតនិងជួយលាក់បាំងពីការផ្ទេរប្រាក់អង្គភាពប្រឆាំងអំពើពុករលួយដែលកំពុងរកឃាត់ខ្លួនជាប់ចោទ4នាក់ទៀត